បាទជំរាបសួរគ្រូអ្នកគ្រូទាំងអស់ដែលជាភេរញ្ញិតនៅតាមសាលារៀនបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបាយការណ៍មូលនិធិដំណើរការសាលារៀនសាធារណៈដែលមានចំនួនថ្មីគឺចំនួនទី8.2បាទអញ្ចឹងដល់ការធ្វើបច្ចុប្បន្នភាពនេះគឺតម្រូវឲ្យសាលារៀនទាំងអស់ត្រូវតែធ្វើគ្រប់គ្នាដើម្បីអាចអាប់ឡូតfile Excel នេះចូលទៅក្នុងប្រព័ន្ធ EMS របស់ក្រសួងអប់រំបាទបាញ់ដូចនេះអឺខ្ញុំនឹងបង្ហាញពីរបៀបធ្វើបច្ចុប្បន្នភាពនេះនៅលើប្រព័ន្ធ Excel តតែម្ដងបាទអញ្ចឹងជាដំបូងសូមលោកគ្រូអ្នកគ្រូ download file មួយដែលមានឈ្មោះថា report school 2025បាទអញ្ចឹងនៅពេលដែលលោកគ្រូ download មកភ្លាមគឺប្រហែលជាកុំព្យូទ័រមិនអាចដំណើរការបានទេអញ្ចឹងទី1សូមលោកគ្រូអ្នកគ្រូពិនិត្យមើលសិនតើកុំព្យូទ័រនេះអនុញ្ញាតឲ្យ file Excel ដំណើរការបានឬអត់បាទអញ្ចឹងទី1សូមលោកគ្រូចុច download file ហ្នឹងមកតែទុកនៅកន្លែងរក្សាទុកកន្លែងណាមួយមកតទៅទៀតសូមលោកគ្រូចុច mouse ស្ដាំនៅលើ file ហ្នឹងបាទឲ្យចេញតារាងនេះសូមលោកគ្រូចុចពាក្យថា property ឬបើមានរូបដូចជាប្រដាប់មួកខ្ចៅនេះបាទអញ្ចឹងលោកគ្រូសូមចុចលើពាក្យ property ហ្នឹងមកអញ្ចឹងសូមលោកគ្រូពិនិត្យមើលផ្នែកខាងក្រោមគេដាក់ថា security តើមានពាក្យ unblock នឹងអត់បើមិនជាអត់មានទេគឺលោកគ្រូអាចប្រើប្រាស់បានធម្មតាតែបើមិនជាមានពាក្យគេដាក់ពាក្យ unblock នៅលើនេះសូមលោកគ្រូទាំងអស់សូមចុច tick នៅលើពាក្យ unblock នេះតទៅទៀតចុចពាក្យ apply ហើយចុច OK បាទអញ្ចឹងនៅពេលដែលគ្រូចុចអញ្ចឹងរួចហើយគឺមានន័យថាប្រព័ន្ធហ្នឹងវាអាចឲ្យfile Excel បាទដែលគ្រូ download មកថ្មីហ្នឹងអាចដំណើរការបានបាទអញ្ចឹងខ្ញុំបានដោះ unlock នេះមានន័យថា file នេះដំណើរការបានធម្មតាវិញហើយបាទអញ្ចឹងខ្ញុំសូមចុច double click ដើម្បីបើក file ហ្នឹងបាទអញ្ចឹងពេលដែលគ្រូបើក file ហ្នឹងមកអញ្ចឹងទី1គ្រូអាចបំពេញបាទព័ត៌មាននេះមកឲ្យត្រូវតាមឈ្មោះសាលាលោកគ្រូអ្នកគ្រូទៅបាទឧទាហរណ៍ថាឥឡូវនេះខ្ញុំមាន file របស់សាលាមួយជាឧទាហរណ៍នេះគឺសាលាវិទ្យាល័យគុណធបុប្ផាបាទអញ្ចឹងខ្ញុំសូមរើសខេត្តកំពង់ចាមមកក្រុកស្រុកខណ្ឌគឺនៅព្រៃឈរសង្កាត់មានបាទមានបាទអញ្ចឹងចំនួនសិស្សនេះខ្ញុំអត់ដឹងតារាគាត់ប្រមាណទេខ្ញុំសូមដាក់ស្មានសិនបាទជាឧទាហរណ៍ទេបាទអញ្ចឹងគ្រូបំពេញព័ត៌មាននឹងហើយគ្រូសូមចុចនៅលើកន្លែងមួយដែលគេដាក់ថាចម្លងទិន្នន័យចាស់ចូលក្នុងប្រព័ន្ធថ្មីបាទអញ្ចឹងសូមចុចទៅប៊ូតុងហ្នឹងមកតទៅទៀតសូមលោកគ្រូទៅស្វែងរក file ឬក៏ឯកសារ Excel ដែលលោកគ្រូធ្វើពីត្រីមាសមួយហ្នឹងយកមក upload ដាក់វាចូលនៅក្នុងហ្នឹងបាទអញ្ចឹងខ្ញុំទុកនៅលើ desktop មួយ file សាលាមិញបាទអញ្ចឹងខ្ញុំទៅរក file សាលាហ្នឹងមិញមកសូមគ្រូរើសចុច click លើ file សាលាហ្នឹងបាទតមកចុចកន្លែងប៊ូតុងមួយ open បាទតែមានឈ្មោះថា open ហ្នឹងចុចកន្លែងហ្នឹងមកបាទអញ្ចឹងឯកសារហ្នឹងគឺនឹង copy បាទពីប្រព័ន្ធដែលเราធ្វើចាស់ហ្នឹងចូលក្នុងប្រព័ន្ធថ្មីនេះបាទអញ្ចឹងសូមគ្រូរងចាំរហូតតតែពាក្យចេញពាក្យសារមួយបញ្ជាក់ថាឯកសារថ្មីនេះបាន copy ចម្លងរួចរាល់បាទ
បាទអញ្ចឹងរៀងយូរបន្តិចបាទអូនេះបានតម្រាច់ហើយបាទអញ្ចឹងគឺប្រព័ន្ធហ្នឹងនឹងចេញសារបែបនេះមានន័យថាលោកអាច copy បានសម្រាប់ហើយបាទអញ្ចឹងខ្ញុំចុច OK មកបាទបន្តមកទៀតយើងត្រូវតែបញ្ចូលប្រភេទចំណាយអញ្ចឹងដើម្បីបញ្ចូលប្រភេទចំណាយនៅលើសិទ្ធិធនាគារដែលយើងបានបញ្ចូលពីមុនមកគឺអត់មានសិទ្ធិចំណាយអញ្ចឹងយើងសំទោសប្រភេទចំណាយបាទអញ្ចឹងខ្ញុំសូមទៅកន្លែងដូរប្រភេទចំណាយហ្នឹងទៅលើកន្លែងរលឹកកិច្ចការធនាគារបាទអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកអញ្ចឹងកន្លែងដែលលោកគ្រូត្រូវបំពេញប្រភេទចំណាយហ្នឹងគឺនៅលើអឺការដាក់សាច់ប្រាក់បាទអញ្ចឹងមានន័យថាដាក់នៅលើ RV អញ្ចឹងនៅក្នុងនេះដើម្បីងាយស្រួលបាទដើម្បីកុំឲ្យគ្រូច្រឡំអាចយើងប្រើវិធី filter បាទអញ្ចឹងយើងឃើញមាននៅខាងលើនេះចូលខាងលើនេះมันមានប៊ូតុងពណ៌សមួយដែលមានសញ្ញាប្រូនចុះក្រោមបាទអញ្ចឹងកន្លែងហ្នឹងគឺកន្លែងច្រោះទិន្នន័យបាទអញ្ចឹងខ្ញុំសូមច្រោះទិន្នន័យយកតែដាក់សាច់ប្រាក់អញ្ចឹងកន្លែងនេះដាក់សាច់ប្រាក់អញ្ចឹងមកខ្ញុំចុចកន្លែងប៊ូតុងពណ៌សហ្នឹងហើយខ្ញុំដោះ tick លើពាក្យទាំងអស់បាទដោះដោយកន្លែងហ្នឹងមកហើយខ្ញុំយកចុចលើពាក្យណាដែលមានពាក្យថា RV បាទ RV 01 02 03អញ្ចឹងទៅបាទអញ្ចឹងក្នុងនេះមានតែកត់ទៅម្ដងបានម្ដងអញ្ចឹងមានតែមួយអញ្ចឹងខ្ញុំសូមជ្រើសយកទៅពាក្យ OV ហ្នឹងមកហើយចុច OK អញ្ចឹងទៅអញ្ចឹងបើសិនជាលោកគ្រូមាន OV ច្រើនសូមរើសកន្លែង OV ហ្នឹង tick ទាំងអស់ទៅវានឹងចេញតែពាក្យ OV នោះទេបាទអញ្ចឹងខ្ញុំសូមបន្តទៀតខ្ញុំដាក់កន្លែងប្រភេទថវិកាហ្នឹងខ្ញុំសូមរើសយកមូលនិធិដំណើរការសាលារៀនបាទអញ្ចឹងប៉ុណ្ណឹងមកបាទហើយទៀតខ្ញុំសូមដោះឲ្យចេញឡើងវិញបាទឲ្យពេញឲ្យចេញគ្រប់ឡើងវិញបាទដើម្បីកុំឲ្យច្រឡំបាទនេះអញ្ចឹងលោកបានធ្វើប៉ុណ្ណឹងហើយអាចរក្សាទុកបានបាទខ្ញុំសូមរក្សាទុកមួយសិនបាទខ្ញុំសូមរក្សាទុកបាទខ្ញុំដាក់នៅកន្លែងណាមួយមកហើយខ្ញុំដាក់ឲ្យនេះបាទខុសពីគុណចាស់បុកបាទបន្តមកទៀតសម្រាប់លើកក្រោយត្រូវមានបន្តទៀតសូមលោកគ្រូទាំងអស់នៅពេលដែលដាក់សាច់ប្រាក់ចូលធនាគារនៅពេលនោះប្រព័ន្ធនឹងបន្ថែមជួរមួយគេដាក់ថាប្រភេទថវិកាអញ្ចឹងនៅពេលដែលគ្រូដាក់សាច់ប្រាក់ធនាគារសូមជ្រើសរើសយកប្រភេទថវិកាមួយតាមឲ្យត្រឹមត្រូវតាមអប្រភពថវិកាដែលក្រសួងឬក៏មន្ទីរបានទម្លាក់ឲ្យបាទចឹងឧទាហរណ៍ខ្ញុំដាក់ថាការបរិច្ចាគដូចឧទាហរណ៍ថាខែឧសភានេះថ្ងៃទី9នេះគឺមានថវិកាប្រជុំបាទថវិកាប្រគុណអនាម័យបាទឧទាហរណ៍ថាមានថវិកាប្រគុណអនាម័យចូលអញ្ចឹងខ្ញុំដាក់ថវិកាប្រគុណអនាម័យអញ្ចឹងមកមានថវិកា13លាន800,000អញ្ចឹងទៅបាទបាទយកប្រព័ន្ធបត្តិការ FT ដែលមានលេខច្រើនអញ្ចឹងមកបាទឧទាហរណ៍ហើយចុចរក្សាទុកទៅបាទបាទអញ្ចឹងមានថាយើងដាក់ no មកបាទថាខ្ញុំអត់ចង់បានបញ្ចូលអីដើម្បីកុំឲ្យខុសថ្លៃពីរបស់គាត់បាទតោះទៀតខ្ញុំចុចបាទអញ្ចឹងការបង្ហាញខ្ញុំពីការអាប់ឡូតនេះសូមបញ្ចប់តែប៉ុណ្ណេះបាទ